អាជ្ញាធរខេត្តនិងមន្ត្រីជំនាញអំពាវនាវដល់ម្ចាស់ក្បាលដីក្នុងឃុំរងគោស្រុកក្រឡាញ់ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឲ្យបានគ្រប់គ្នាដើម្បីធានាបាននូវភាពត្រឹមត្រូវអាជ្ញាធរខេត្តសៀមរាបបានអំពាវនាវដល់ម្ចាស់កម្មសិទ្ធិករនិងអ្នកដែលពាក់ព័ន្ធដីធ្លីចំនួន6179ក្បាលដីក្នុងភូមិព្រៃគៀបបោះធំតានីកញ្ជាន់ជ្រៅភូមិខ្ជាយលបើកព្រៃនិងភូមិលបើកឃុំរងគោស្រុកក្រឡាញ់ចូលរួមពិនិត្យទិន្នន័យដែលបានបិទផ្សាយឲ្យបានគ្រប់គ្នាជៀសវាងការខុសឆ្គងផ្សេងឬជំទាស់តវ៉ាលើចំណុចណាមួយដើម្បីដាក់ពាក្យសុំកែតម្រូវឡើងវិញឬដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងក្នុងពិធីបិទផ្សាយជាសាធារណៈនៅឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីសម្រាប់ភូមិទាំង7ខាងលើនៅថ្ងៃទី28ខែឧសភាឆ្នាំ2026នេះលោកហែនពុទ្ធីអភិបាលរងខេត្តបានស្នើដល់បងប្អូនដែលទទួលបានដឹងដំណឹងនៃការបិទផ្សាយនេះសូមយកទៅផ្សព្វផ្សាយបន្តឬជួយទំនាក់ទំនងផ្ដល់ដំណឹងទៅម្ចាស់ក្បាលដីដែលស្គាល់គ្នាឲ្យប្រញាប់ពិនិត្យក្បាលដីរបស់គាត់ឲ្យបានគ្រប់គ្នាដែលការបិទផ្សាយនេះមានរយៈពេល15ថ្ងៃចាប់ពីថ្ងៃទី28ខែឧសភារហូតដល់ថ្ងៃទី11ខែមិថុនាឆ្នាំ2026នៅក្នុងបរិវេណវត្តរតនមុនីរងគោលោកអភិបាលរងខេត្តបានបញ្ជាក់ថាការបិទផ្សាយជាសាធារណៈនៅឯកសារដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងចេញបានកម្មសិទ្ធិគឺជាការយកចិត្តទុកដាក់ពីសំណាក់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរួមនឹងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីជាពិសេសឯកឧត្តមប្រាក់សុផុនអភិបាលខេត្តសៀមរាបដែលបានដាក់ចេញនៅផែនការចេញបានកម្មសិទ្ធិដើម្បីកាត់បន្ថយទំនាស់ឬឈានទៅបិទបញ្ចប់ទំនាស់ដីធ្លីស្របនឹងបរិយាកាសគ្មានវិវាទភូមិឋានក្សេមសាន្តនិងសុភមង្គលលោកសុកណារ៉េតអភិបាលស្រុកក្រឡាញ់មានប្រសាសន៍ថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមការងារបានអនុវត្តតាមនីតិវិធីនិងបច្ចេកវិទ្យាទំនើបមានការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងដីធ្លីស្របតាមការកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនិងបញ្ចប់ទំនាស់ជុំវិញបញ្ហាដីធ្លីជាស្ដែងស្រុកក្រឡាញ់បានបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យនិងចេញបានសរុបចំនួន14349បាននៅឃុំកំពង់ថ្កូវឃុំក្រឡាញ់និងឃុំស្រណាលចេញបាន7ភូមិហើយបានបញ្ចប់ការបិទផ្សាយជាសាធារណៈស្ថិតនៅឃុំស្រណាលចំនួន6ភូមិបើតាមលោកហ៊ីសាយប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់នឹងសុរិយោដីខេត្តបានដឹងថាក្នុងកំឡុងពេលនៃការបិទផ្សាយនេះម្ចាស់ដីនិងអ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវឬដាក់ពាក្យបណ្ដឹងជំទាស់តវ៉ាបានប្រសិនបើពិនិត្យឃើញថាមានកំហុសឆ្គងហើយគណៈកម្មការរដ្ឋបាលមានមន្ត្រីប្រចាំការរងចាំទទួលពាក្យនៅកន្លែងបិទផ្សាយនេះរៀងរាល់ម៉ោងធ្វើការដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដីអ្នកកាន់កាប់ដីនិងអ្នកពាក់ព័ន្ធចូលរួមពិនិត្យផ្ទៀងផ្ទាត់ឲ្យបានគ្រប់គ្នាដោយពិនិត្យផ្ទៀងផ្ទាត់ទៅលើទីតាំងរូបរាងដីនៅលើប្លង់សុរិយោដីពិនិត្យមើលឈ្មោះសាវតាទំហំដីនិងប្រភេទទ្រព្យនៅក្នុងបញ្ជីឈ្មោះម្ចាស់ដីហើយរាល់ចម្ងល់ផ្សេងក្នុងករណីដែលបងប្អូនមិនចេះអក្សរឬមើលមិនយល់មន្ត្រីដែលនៅប្រចាំការនឹងធ្វើការពន្យល់បកស្រាយបន្ទាប់ពីបញ្ចប់ការបិទផ្សាយរយៈពេល15ថ្ងៃនេះទៅយើងនឹងទទួលបាននៅទិន្នន័យមួយភាពសុក្រិតត្រឹមត្រូវសម្រាប់ការចេញបានកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដី